របៀបស្នើសុំរកលុយបងប្អូនសម្រាប់ page របស់យើងមានអាយុ3ខែហើយប៉ុន្តែអត់ទាន់គ្រប់ follow អត់ទាន់អីទេប៉ុន្តែបងប្អូនយើងត្រូវតែស្នើសុំមកហើយដើម្បីវីដេអូមួយណាដែលយើងផ្ទុះវីដេអូ reel មួយណាដែលយើងផ្ទុះអី reel គឺគេអត់គិតថាបាន follow ប៉ុន្មានទេសំខាន់យើងស្នើសុំទៅគេសិនទៅដើម្បីឲ្យគេឆាប់ទម្លាក់ប៊ូតុងឲ្យយើង send up អញ្ចឹងណាបងប្អូនតោះឥឡូវជាដំបូងយើងចូលមកកាន់ page របស់យើងមកបន្ទាប់មកយើងចុច personal ត្រី3ចុច personal អញ្ចឹងមកឲ្យវាចេញតម្រងបែបនេះបងប្អូនអូមកលើមកអូមកលើយើងទៅរកពាក្យ monetize អូខេតោះមកយើងចុចកន្លែងហ្នឹងមកកន្លែងហ្នឹងមកហ្នឹងតោះមកយើងចុច I am នេះចុចអូខេបន្ទាប់មកបងប្អូនសរសេរតាមខ្ញុំមកយើងផាសចូលអញ្ចឹងបងប្អូននេះដោយសារតែខ្ញុំសរសេរតុកខ្ញុំ copy យកមកដាក់មកបងប្អូនអាចយកអក្សរអង់គ្លេសនេះសរសេរតាមខ្ញុំក៏បានដែរឥឡូវខ្ញុំដាក់ថតឲ្យមើលបងប្អូនថត screen ទុកទៅនេះដាក់ដូចខ្ញុំអញ្ចឹងមកអូខេបន្ទាប់មកចុច submit អញ្ចឹងមកដូច done អញ្ចឹងមកបងប្អូនឲ្យវាចេញតម្រងបែបនេះបានជាការស្រេចបន្ទាប់មកយើងចុចមួយទៀតបងប្អូនយើងថយសិនហើយយើងចុច learn more ចូលទៅនឹងមកតង់ទៀតមកអូខេដល់នេះយើងចូលទៅដាក់កន្លែងនេះយើងដាក់ email យើងមក email មួយណាក៏បានដែរដែលយើងចាំលេខកូដ email ដែលយើងប្រើរាល់ថ្ងៃហ្នឹងឥឡូវយើងវាយ email យើងចូលទៅបងប្អូនយើងវាយ email យើងចូលអញ្ចឹងទៅអូខេបន្ទាប់មកយើងចុច submit ហើយយើងចុច save អញ្ចឹងមកបងប្អូនចុច save មកអូខេហើយយើងចុចគ្រីសទៅនឹងមកខ្ញុំមិនមែនជំរឿនយន្តបន្ទាប់មកគេឲ្យយើងខាគឺឡានបងប្អូនយើងគ្រីសឡានមកគ្រីសតាមហ្នឹងមកកន្លែងណាមានឡានយើងចុចគ្រីសទៅនឹងមកបន្ទាប់មកយើងចុចនេះទៅ verify សញ្ញាគេខៀវនេះទៅអូខេបន្ទាប់មកហើយជាការស្រេចបងប្អូនហើយយើងចុចអានឹងទៀតមកនេះហ្នឹងប៉ុណ្ណឹងគឺបានហើយបងប្អូនរួចជាការស្រេចបងប្អូនរងចាំតែថ្ងៃដែលយើងគ្រប់គោលការណ៍ទេធ្វើល្បីទេចង់វីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយកុំភ្លេចចុច follow ខ្ញុំម្នាក់មួយផងមកគិតថាមានតម្លៃបាយបាយ